មនុស្សជាច្រើនសួរខ្ញុំថាប្រសិនបើអ្នកណាម្នាក់ធ្វើឲ្យយើងឈឺចាប់តើយើងគួរខឹងគួរស្អប់គួរគុំគួនឬសងសឹកត្រឡប់ទៅវិញទេចម្លើយគឺថាអត់ទេខ្ញុំឲ្យឧទាហរណ៍មួយថាប្រសិនបើយើងដើរទៅក្នុងព្រៃហើយយើងឃើញដើមឈើមួយដើមដែលមានរូបរាងអត់ស្អាតមានរូបរាងកង្អែងកង្ងង់កពីកពកអត់សឡូនអីចឹងទៅជាទូទៅយើងអត់ខឹងអត់ស្អប់ដើមឈើហ្នឹងទេតែយើងទៅជាមានអារម្មណ៍ថាអាណិតដើមឈើហ្នឹងហើយយើងយល់ឃើញថាពួកដើមឈើហ្នឹងអត់បានទទួលពលឺថ្ងៃអត់បានទទួលទឹកភ្លៀងគ្រប់គ្រាន់អត់បានទទួលជីវជាតិគ្រប់គ្រាន់ទើបដើមឈើហ្នឹងលូតលាស់អត់ល្អដូចគ្នាដែរមនុស្សដែលធ្វើឲ្យយើងឈឺចាប់យើងមិនគួរខឹងមិនគួរស្អប់មិនគួរគុំគួនឬក៏សងសឹកអីទៅកាន់គាត់ទេតែយើងត្រូវស្វែងយល់ថាមនុស្សដែលធ្វើឲ្យយើងឈឺចាប់គាត់ក៏មានផលលំបាករបស់គាត់ដែរគាត់ក៏មានការឈឺចាប់របស់គាត់ដែរគាត់ក៏មានទុក្ខសោករបស់គាត់ដែរគាត់ក៏មានក្តីនឿយហត់របស់គាត់ដែរមានពេលខ្លះគាត់ធ្វើឲ្យយើងឈឺចាប់ពីព្រោះគាត់មានការភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់ពេលខ្លះសូម្បីតែខ្លួនរបស់គាត់នឹងមិនបានយល់ថាហេតុអីបានជាគាត់មានការភ័យខ្លាចរន្ធត់បែបនោះដែលចេះតែកើតមាននៅក្នុងខ្លួនរបស់គាត់ផងហើយវាជាដើមចមដែលធ្វើឲ្យគាត់ធ្វើឲ្យយើងឈឺចាប់ធ្វើឲ្យយើងអត់សប្បាយចិត្តធ្វើឲ្យយើងអត់យល់ថាហេតុអីបានជាគាត់ធ្វើអញ្ចឹងពីព្រោះខ្លួនគាត់ក៏អត់យល់ខ្លួនគាត់ដែរអញ្ចឹងរស់នៅជាមនុស្សត្រូវចេះសន្តោសគ្នាឲ្យបានច្រើនមេត្តាគ្នាឲ្យបានច្រើនត្រូវចេះយល់ពីទុក្ខលំបាករបស់ភាគីម្ខាងទៀតឲ្យបានច្រើនហើយនៅពេលដែលយើងមានមេត្តានៅពេលដែលយើងស្វែងយល់ពីអ្នកដទៃនៅពេលដែលយើងព្យាយាមយល់ពីទុក្ខលំបាករបស់មនុស្សដែលធ្វើឲ្យយើងឈឺចាប់មិនមែនបានន័យថាយើងជាមនុស្សអន់ទេប៉ុន្តែវាបង្ហាញថាយើងគឺជាមនុស្សល្អដែលមានធម៌មេត្តានៅក្នុងខ្លួនឲ្យបានច្រើនជីវិតនេះអត់ត្រូវការខឹងការស្អប់ការគុំគួនការសងសឹកគ្នាទេជីវិតនេះត្រូវការយល់ពីគ្នាឲ្យបានច្រើនយល់ពីទុក្ខលំបាករបស់ខ្លួនឯងយល់ពីទុក្ខលំបាករបស់ភាគីម្ខាងទៀតហើយជីវិតនេះត្រូវការរស់ដោយក្តីមេត្តាចំពោះគ្នាឲ្យបានច្រើនអត់ទោសឲ្យគ្នាឲ្យបានច្រើនផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាឲ្យបានច្រើននោះទើបយើងរស់បានសុខ